បងដែលតលេងកំពង់សោមគួរតែឆ្លៀតតលេងឆ្នេរកោះពស់ទៅព្រោះឥឡូវនេះគេបើកឲ្យយើងចូលតលេងកំសាន្តដល់ឆ្នេរនឹងតែម្ដងដោយសារលើកមុនយើងនៅបានត្រឹមតែស្ពានកោះពស់ទេឥឡូវគឺយើងឡើងលើស្ពានកោះពស់ហ្នឹងចាដើម្បីជិះទៅរកឆ្នេរកោះពស់ហើយពេលដែលមកដល់ហ្នឹងគឺគេមានចំណតឡានមានអីធំធៅបងទាំងអស់គ្នាគាត់ណាចំណតឡានមួយគឺ20000អញ្ចឹងទៅហើយពេលដែលទៅដល់បងអាចយកអាហារយកអីទៅញ៉ាំជាលក្ខណៈគ្រួសារគឺស្រស់ស្រាយខ្លាំងមែនតើព្រោះកន្លែងនោះបរិយាកាសគឺខ្យល់អីត្រជាក់ស្អាតតែម្ដងហើយបងដែលចូលចិត្តថតរូបអីទៅកន្លែងហ្នឹងគឺដឹងតាសប្បាយថតតែម្ដងតែគ្រាន់ថាអ្វីដែលខ្ញុំទៅដល់ហ្នឹងគឺខ្ញុំสนំពរដល់បងដែលគាត់នៅកន្លែងហ្នឹងណាចាដោយសារតែអាចថាថ្មីថ្មោងពេកគាត់អត់ទាន់រៀបចំឬក៏សម្អាតអីបានឲ្យដិតដល់ដោយសារតែនៅលើហ្នឹងគឺមានមែកឈើមែកអីចាដែលវាងាប់ហ្នឹងចាវារៀងរាយប៉ាយបន្តិចសម្រាប់អីវាអាចមានកន្លែងដុំដែរអញ្ចឹងណាខ្ញុំគិតតែដោយសារតែថ្មីថ្មោងពួកគាត់អត់ទាន់រៀបចំបានដិតដល់តែបើសិនជារៀបចំហើយគឺពិតជាល្អមែនតែន